មានបងប្អូនមួយចំនួនដែលតែសួរតាក់ទងជាមួយនឹង campaign structure ថាតើយើងគួររៀបចំ structure បែបណាដើម្បីឲ្យ boost ទៅដំណើរការបានល្អមុនពេលមកដល់អ្វីដែលយើងនិយាយតាក់ទងជាមួយនឹង campaign structure យើងត្រូវស្វែងយល់ឲ្យបានច្បាស់អំពីដំណាក់កាលនីមួយៗថាតើដំណើរការបែបណាហើយប្រើប្រាស់នៅក្នុងអត្ថន័យបែបណាដោយបងប្អូនបានមើលក្នុងរូបនេះនៅដំបូងគេឬក៏នៅលើគេហ្នឹងបងប្អូនឃើញ campaign level ហើយបន្ទាប់ពីហ្នឹងទៀតគឺ asset level នៅពីក្រោម asset level គឺយើងមាន ad level នៅពីក្រោម campaign នីមួយៗហ្នឹងគឺយើងមាន asset ច្រើនហើយនៅពីក្រោម asset មួយហ្នឹងក៏អាចមាន ad ច្រើនផងដែរឥឡូវនេះគឺយើងមកស្វែងយល់លម្អិតអំពីដំណាក់កាលនីមួយៗរាល់ពេលដែលយើងបង្កើតយុទ្ធនាការផ្សព្វផ្សាយយើងត្រូវឆ្លងកាត់3ដំណាក់កាលនៅក្នុងដំណាក់កាលទី1 campaign level គឺជាដំណាក់កាលដែលយើងអាចកំណត់អំពី objective ឬក៏គោលបំណងនៃការបង្កើត campaign ហើយនៅក្នុងដំណាក់កាលនេះក៏យើងអាចកំណត់ទៅលើទឹកលុយដែលយើងចង់ឲ្យ campaign ឬក៏យុទ្ធនាការរបស់យើងទាំងមូលហ្នឹងត្រូវចំណាយនៅក្នុងដំណាក់កាលទី2 asset level គឺជាដំណាក់កាលដែលយើងអាចកំណត់អំពី conversion goal បន្ទាប់ពីយើងបានដឹងអំពីគោលបំណងយុទ្ធនាការដែលយើងចង់បានហើយ conversion goal ជាកន្លែងដែលយើងអាចកំណត់ឲ្យកាន់តែច្បាស់អំពី metric ដែលយើងចង់បានដើម្បីយើងអាចយកមកធ្វើការវាស់វែងភាពជោគជ័យនៅក្នុងយុទ្ធនាការរបស់យើងនៅក្នុងដំណាក់កាលនេះក៏យើងអាចកំណត់ទឹកលុយដូចនៅក្នុង campaign level ដែរហើយក៏យើងអាចកំណត់អំពី target audience ឬក៏ទស្សនិកជនដែលយើងចង់បានម្យ៉ាងទៀតគឺយើងអាចកំណត់អំពីទីតាំងដែលផ្ទាំងផ្សព្វផ្សាយរបស់យើងនឹងបង្ហាញហើយដំណាក់កាលទី3គឺ ad level ជាកន្លែងដែលយើងអាចកំណត់អំពី creative ដូចជារូបភាពវីដេអូឬក៏ carousel ដែលយើងចង់យកមកធ្វើការផ្សព្វផ្សាយនិងបង្ហាញទៅកាន់ audience នៅក្នុងវីដេអូនេះខ្ញុំបង្ហាញអំពី structure 3ដែលយើងអាចយកមកអនុវត្តបាននៅក្នុង structure នីមួយៗគឺយើងមានគោលដៅហើយនិងគោលបំណងខុសៗគ្នាឥឡូវនេះគឺយើងនិយាយអំពី structure ទី1ដែលខ្ញុំហៅថា generic structure ដែលយើងប្រើជាទូទៅគឺមាន campaign 1 asset 1ហើយនិង ad 1នៅក្នុង structure សាមញ្ញបែបនេះគឺយើងងាយស្រួលក្នុងការគ្រប់គ្រងបិទឬក៏បើក campaign ដោយមិនធ្វើឲ្យប៉ះពាល់ជាមួយនឹងការផ្សព្វផ្សាយផ្សេងៗទៀតដែលយើងកំពុងតែដំណើរការប៉ុន្តែនៅក្នុង campaign structure បែបនេះក៏មានគុណវិបត្តិផងដែរនៅក្នុងករណីដែលយើងមានផលិតផលឬក៏សេវាកម្មតែមួយ audience ប្រភេទតែមួយ objective ដូចគ្នាហើយយើងបង្កើត campaign ផ្សេងៗគ្នាដែលយើងអាចធ្វើឲ្យ campaign របស់យើងនឹងប្រកួតប្រជែងគ្នានៅក្នុងការដេញថ្លៃហើយជាលទ្ធផលធ្វើឲ្យយុទ្ធនាការរបស់យើងទាំងមូលហ្នឹងគឺដំណើរការមិនសូវបានល្អទេសម្រាប់ campaign structure ទី2គឺយើងមាន campaign 1 asset 2ហើយនៅក្នុង asset នីមួយៗយើងមាន ad 1នៅក្នុងការរៀបចំ campaign structure បែបនេះគឺល្អសម្រាប់ករណីដែលយើងមាន campaign objective តែមួយប៉ុន្តែយើងមាន target audience ផ្សេងៗគ្នាឬក៏យើងមាន creative ច្រើនហើយយើងចង់ឲ្យ creative នីមួយៗនឹងចាយលុយស្មើៗគ្នាសម្រាប់គុណវិបត្តិនៅក្នុងការរៀបចំ campaign បែបនេះគឺធ្វើឲ្យយើងពិបាកនៅក្នុងការបិទឬក៏បើក update asset ណាមួយព្រោះថានៅពេលដែលយើងធ្វើប៉ះពាល់ទៅលើ asset ណាមួយនឹងធ្វើឲ្យប៉ះពាល់ជាមួយនឹង asset ផ្សេងទៀតដែលនៅក្រោម campaign តែមួយ campaign structure ទី3ដែលខ្ញុំបង្ហាញនៅក្នុងវីដេអូនេះគឺយើងមាន asset មួយប៉ុន្តែនៅក្រោម asset ហ្នឹងគឺយើងមាន ad ច្រើននៅក្នុងការរៀបចំ campaign បែបនេះគឺធ្វើឲ្យយើងងាយស្រួលក្នុងការ optimization ទៅលើ creative ក្នុងដំណើរការក្នុងករណីដែលយើងមាន creative ច្រើនយើងចង់បង្កើត ad ទៅលើរាល់ creative ដែលយើងបានជ្រើសរើសបន្តមកទៀតយើងផ្ទៀងផ្ទាត់តើ creative ណាដំណើរការល្អ creative ណាដំណើរការមិនល្អហើយយើងអាចធ្វើការបិទឬក៏កែប្រែទៅលើ creative ដែលដំណើរការបានល្អគុណវិបត្តិនៅក្នុងការរៀបចំ campaign បែបនេះធ្វើឲ្យយើងខ្ជះខ្ជាយលុយទៅលើ creative ដែលដំណើរការមិនសូវល្អដូច្នេះវិធីសាស្ត្រនីមួយៗតែងតែមានគុណវិបត្តិដែលយើងត្រូវការស្វែងយល់អំពីលក្ខណៈរបស់វាហើយនឹងដំណើរការរបស់វាហើយអ្វីដែលសំខាន់ទៀតនោះគឺយើងត្រូវដឹងអំពីគោលបំណងនិងគោលដៅដែលយើងចង់បានសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះប្រសិនបើមានចម្ងល់ផ្សេងៗទៀតអាចខមមិនខាងក្រោមបាយបាយ